ជួយជំរះគេហៅថាភាពខ្វក់ដូចថាលាងសម្អាតអង្គនិកចិញ្ចឹមរបស់យើងហ្នឹងឲ្យខ្សោយទៅអានេះគេហៅថាបំផ្លាញមីលីនីនរបស់ស្បែកអង្គនិកដែលមានជីវិតអានេះគេហៅថាសម្អាតមីលីនីនស្បែកអានេះគេហៅថាស្អីទៅវិញស្រទាប់កោសិការបស់ស្បែកធម្មតាយើងកើតមកយើងស្បែកលឿងយើងស្បែកខៀវស្បែកសហើយនឹងស្បែកខ្មៅអញ្ចឹងសារធាតុយើងគឺយើងកើតមកអង្គនិកពីខាងក្នុងគឺជាអ្នកជំរុញឲ្យមកស្បែកខាងក្រៅអញ្ចឹងបើយើងបំផ្លាញអង្គនិកធម្មជាតិរបស់យើងហ្នឹងណាពីខាងក្នុងមកអញ្ចឹងវាខ្សោយពីក្នុងមករហូតដល់ក្រៅអញ្ចឹងភាកច្រើនសួរថាហេតុអីបានខ្ញុំថាយើងលាបពីក្រៅវាអត់សូវខ្លាំងដូចយើងសម្អាតពីក្នុងមកឯងអញ្ចឹងអាមីលីនីនហ្នឹងវាកើតចេញពីអង្គនិកខាងក្នុងវាបដិញមកក្រៅហើយដល់ពេលយើងលាបពីខាងក្រៅវាបដិញចូលក្នុងវាកម្រណាស់សួរតែហេតុអីបានវាកម្រពួកអីស្បែកយើងវាមានច្រើនស្រទាប់ឃើញសាច់ជ្រូកវាមាន3ជាន់ជំរះសាច់3ជាន់គេហៅថាភាពខ្វក់ដូចថាលាងសម្អាតអង្គនិកចិញ្ចឹមរបស់យើងហ្នឹងឲ្យខ្សោយទៅអានេះគេហៅថាបំផ្លាញមីលីនីនរបស់ស្បែកអង្គនិកដែលមានជីវិតអានេះគេហៅថាសម្អាតមីលីនីនស្បែកអានេះគេហៅថាស្អីទៅវិញស្រទាប់កោសិការបស់ស្បែកធម្មតាយើងកើតមកយើងស្បែកលឿងយើងស្បែកខៀវស្បែកសហើយនឹងស្បែកខ្មៅអញ្ចឹងសារធាតុយើងគឺយើងកើតមកអង្គនិកពីខាងក្នុងគឺជាអ្នកជំរុញឲ្យមកស្បែកខាងក្រៅអញ្ចឹងបើយើងបំផ្លាញអង្គនិកធម្មជាតិរបស់យើងហ្នឹងណាពីខាងក្នុងមកអញ្ចឹងវាខ្សោយពីក្នុងមករហូតដល់ក្រៅអញ្ចឹងភាកច្រើនសួរថាហេតុអីបានខ្ញុំថាយើងលាបពីក្រៅវាអត់សូវខ្លាំងដូចយើងសម្អាតពីក្នុងមកឯងអញ្ចឹងអាមីលីនីនហ្នឹងវាកើតចេញពីអង្គនិកខាងក្នុងវាបដិញមកក្រៅហើយដល់ពេលយើងលាបពីខាងក្រៅវាបដិញចូលក្នុងវាកម្រណាស់សួរតែហេតុអីបានវាកម្រពួកអីស្បែកយើងវាមានច្រើនស្រទាប់ឃើញសាច់ជ្រូកវាមាន3ជាន់សាច់3ជាន់